ប្រធានាធិបតីដូណាល់ត្រាំបានមានប្រសាសន៍ថាប្រទេសវេណេស៊ុយអេឡានឹងប្រគល់ប្រេងចន្លោះពី30លានទៅ50លានបារ៉ែលឲ្យទៅអាមេរិកដោយប្រេងឆៅទាំងនោះនឹងត្រូវលក់ក្នុងតម្លៃទីផ្សារហើយចំណូលដែលទទួលបាននឹងត្រូវគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោនយោងតាមការចុះផ្សាយនាថ្ងៃពុធទី7ខែមករាឆ្នាំ2026របស់សារព័ត៌មាន CNN នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោកត្រាំបានលើកឡើងថាអាជ្ញាធរបណ្ដោះអាសន្នរបស់វេណេស៊ុយអេឡានឹងផ្ទេរប្រេងដែលជាប់ទណ្ឌកម្មឲ្យទីក្រុងវ៉ាស៊ីនតោនដោយបន្ថែមថាប្រាក់ចំណូលដែលទទួលបាននឹងត្រូវប្រើប្រាស់ដើម្បីប្រយោជន៍ដល់ប្រជាជនវេណេស៊ុយអេឡានិងសហរដ្ឋអាមេរិកលោកបន្ថែមថាក្រសួងថាមពលត្រូវបានអនុវត្តតាមផែនការនេះភ្លាមៗមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិកបានប្រាប់ CNN ថាប្រេងទាំងនោះត្រូវបានផលិតរួចរាល់ហើយដោយភាគច្រើនបច្ចុប្បន្នកំពុងស្ថិតនៅលើនាវាដឹកប្រេងដែលត្រូវនឹងបដូរទិសដៅទៅកាន់រោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់ឈូងសមុទ្ររបស់អាមេរិកការផ្ទេរនេះត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័សពីព្រោះប្រេងឆៅធនធ្ងន់របស់វេណេស៊ុយអេឡាមិនអាចរក្សាក្នុងរយៈពេលបានយូរទេតម្លៃប្រេងឆៅនៅសហរដ្ឋអាមេរិកធ្លាក់ចុះប្រហែល$1ក្នុង1បារ៉ែលឬ 72% បន្ទាប់ពីការប្រកាសរបស់លោកត្រាំដោយបានមកនៅត្រឹមតម្លៃជិត$56ក្នុង1បារ៉ែលផ្អែកលើតម្លៃបច្ចុប្បន្នការលក់ដូរប្រេងរហូតទៅដល់50លានបារ៉ែលអាចបង្កើនចំណូលបានរហូតដល់$2.75 លាន